ខ្ញុំបង្ហាញពីវិធីចាក់កាបូបអញ្ចឹងកាបូបហ្នឹងគឺខ្ញុំចាក់ម៉ូតបែបនេះណាហើយខ្ញុំមានពណ៌លេពណ៌គ្នាអញ្ចឹងណាយើងអាចដាក់ម៉ូតពណ៌ផ្សេងទៀតក៏បានដែរអញ្ចឹងពណ៌ដែលខ្ញុំចូលមកចាក់ហ្នឹងគឺមាន5ពណ៌ហ្នឹងអញ្ចឹងដំបូងហ្នឹងគឺខ្ញុំចាក់កតុយកដោចំនួន41សិនណា1 2 3 4 5 6អញ្ចឹងបន្ទាប់ពីខ្ញុំចាក់កតុយកដោចំនួន41ណាហើយត្រង់នេះគឺខ្ញុំចាក់ចូលប្រលាស់នេះណាយើងចាក់ចូលប្រលាស់នេះមកហើយយើងចាក់ជើងលបងទឿធម្មតាបែបហ្នឹងណាហើយបន្ទាប់ទៀតគឺយើងសូកចូលក្នុងប្រលាស់មួយនេះហើយយើងសូកចូលក្នុងនេះទៀតមកគឺយើងចាក់ជើងលបងទឿដែរប៉ុន្តែក៏យើងតាក់គ្នាឲ្យវារៀងក្រាស់បន្តិចចឹងណានេះយើងសូកចូលប្រលាស់នេះហើយយើងសូកចូលអានេះមួយទៀតបែបនេះយើងតាក់ចូលអានេះហើយយើងសូកចូលអានេះយើងសូកចូលក្នុងនេះណាហើយយើងសូកចូលក្នុងនេះមួយទៀតមកយើងទាញវាឡើងលើអញ្ចឹងខ្ញុំចាក់វារហូតដល់បាន40ជើងលបងទឿហ្នឹងណានេះឥឡូវខ្ញុំចាក់ចំនួន40ជើងលបងនឹងរួចហើយនេះខ្ញុំចាក់ចំនួន40ជើងលបងនឹងរួចហើយអញ្ចឹងក្រោយមកគឺយើងត្រឡប់វាមកយើងចាក់ជើងលបងធម្មតានេះយើងចាក់ចូលប្រលាស់មួយនេះណាជើងលបងធម្មតាជើងលបងទឿធម្មតាអញ្ចឹងមកហើយបន្តមកទៀតគឺយើងសូកចូលប្រលាស់នេះហើយនឹងចូលប្រលាស់នេះមួយទៀតយើងចាក់ដូចមុនដែរអញ្ចឹងណានេះយើងសូកចូលអានេះហើយយើងសូកចូលអានេះមួយទៀតហើយយើងសូកចូលអានេះសូកចូលអានេះមួយទៀតយើងសូកចូលនេះហើយយើងសូកចូលនេះមួយទៀតអញ្ចឹងខ្ញុំចាក់អញ្ចឹងរហូតដល់បាន18យើងចាក់ជើងលបងទឿនឹងចំនួន18មកអញ្ចឹងកន្លែងនេះ18ហ្នឹងគឺខ្ញុំចាក់ចំនួន2យើងបរិចវាដើម្បីឲ្យកាបូបនឹងវាកោងស្អាតទៅវាធំបាតណាអញ្ចឹងកន្លែងរោទី18ខ្ញុំចាក់ចំនួន2ហើយបន្ទាប់មកទៀតគឺកន្លែងនេះគឺខ្ញុំចាក់ចំនួន3នេះបាន1ហើយ2 3អញ្ចឹងត្រង់នេះ3 18 2 19 3ហើយរោទី20នេះក៏ខ្ញុំចាក់ចំនួន3ដូចគ្នាដែរហើយត្រង់បន្ទាប់នេះគឺខ្ញុំចាក់ចំនួន2គឺខ្ញុំបរិចវាចឹងត្រង់នេះ2 3 ហើយនឹង2ហើយបន្តមកទៀតគឺយើងចាក់ធម្មតាយើងចាក់ធម្មតានេះគឺចំនួន18ណាបាន1ហើយ
អញ្ចឹងនេះបន្ទាប់ពីខ្ញុំចាក់បរិចវាបែបហ្នឹងណាមកដល់រោទី18អញ្ចឹងខ្ញុំចាក់បរិចវាបែបហ្នឹងណាអញ្ចឹងនេះខ្ញុំចាក់ឡើងមកហើយខ្ញុំចាក់ត្រឡប់ទៅវិញជើងលបងធម្មតាហើយនេះយើងសកវាចេះមកចាក់ចូលចេះទៀតមកហើយនេះយើងអត់មានបរិចទេគឺយើងចាក់ធម្មតាព្រោះយើងបរិចមួយមកជួរមុនហើយអញ្ចឹងជួរក្រោយទេគឺយើងអត់បរិចទេយើងចាក់វាធម្មតាអញ្ចឹងខ្ញុំចាក់មកដល់នេះហើយគឺខ្ញុំចាក់ត្រឡប់មកវិញណាគឺដំបូងនឹងគឺខ្ញុំចាក់ជើងដំបងធម្មតាមួយអញ្ចឹងមកហើយយើងឆ្កាស់វាយើងសក់ចូលហើយយើងបលិចអញ្ចឹងណាអញ្ចឹងយើងបន្តចាក់ឲ្យបានចំនួន21ណាអញ្ចឹង20ហើយនេះរោទី20បន្លោះទី21អញ្ចឹងត្រង់ហ្នឹងគឺខ្ញុំចាក់ចំនួន2ណាដើម្បីបរិចវា2បែបហ្នឹងមកហើយត្រង់នេះគឺខ្ញុំចាក់ចំនួន3 1មកប្រឡោះហ្នឹងគឺខ្ញុំចាក់ចំនួន3ណា2 3ហើយមកប្រឡោះបន្ទាប់ហ្នឹងគឺខ្ញុំចាក់ចំនួន3ដូចគ្នា1 2 3ហើយនេះ2 3 3ហើយបន្តទៀតគឺខ្ញុំចាក់តែ2ឯងហើយបន្តមកទៀតគឺខ្ញុំចាក់ធម្មតាខ្ញុំបន្តចាក់រហូតមកដល់នេះខ្ញុំចាក់មកដល់នេះរួចហើយគឺខ្ញុំត្រឡប់មកចាក់ទៅវិញណាគឺខ្ញុំចាក់ធម្មតាអត់មានបរិចទៀតទេគឺយើងបរិចរោនោះរួចហើយបន្តមកទៀតគឺយើងអត់បរិចទេយើងចាក់ធម្មតារហូតដល់ចុងផនជើងទៀតណាចឹងខ្ញុំចាក់នេះធម្មតារហូតមកដល់ខាងនេះទៀតអញ្ចឹងខ្ញុំចាក់មកដល់ត្រឹមនេះហើយអញ្ចឹងខ្ញុំត្រឡប់មកចាក់ទៅខាងនេះវិញណាអញ្ចឹងយើងចាក់ធម្មតាមួយចេះមកហើយយើងបន្តចាក់មក2 3ចឹងខ្ញុំបន្តចាក់ឲ្យបានចំនួន24ណាដល់ជើងលបងទឿចំនួនទី24សិន4ចឹងត្រង់បន្លាស់ជើងលបងទី24ហ្នឹងគឺខ្ញុំចាក់ចំនួន2ណានេះចំនួន2ហើយបន្តមកទៀតគឺខ្ញុំចាក់ចំនួន3 1 2 3ហើយបន្តមកទៀតហ្នឹងគឺខ្ញុំចាក់ចំនួន3ដូចគ្នា1 2 3ដូចគ្នារួចហើយបន្តមកទៀតគឺខ្ញុំចាក់ចំនួន2ណា1 2 3រួចហើយគឺខ្ញុំចាក់ចំនួន1ធម្មតាវិញណាខ្ញុំបន្តចាក់ធម្មតាចឹងរហូតមកដល់ចុងនេះឥឡូវខ្ញុំចាក់បានចំនួន3ជួរ1 2 3ណាអញ្ចឹងឥឡូវខ្ញុំចូលពណ៌ផ្កាឈូកស្រាលម្ដងណាគឺខ្ញុំចាក់ពណ៌នេះម្ដងណា
អញ្ចឹងបន្តមកគឺត្រង់កន្លែងនេះគឺខ្ញុំដូរពណ៌អញ្ចឹងគឺខ្ញុំដាក់គឺយើងចាក់វាឡើងអញ្ចឹងមកជួយឲ្យយើងត្រឡប់មកខាងនេះវិញទៀតណាគឺយើងបន្តចាក់បែបហ្នឹងណាចឹងខ្ញុំដូរពណ៌កាឈូកអញ្ចឹងណាអញ្ចឹងខ្ញុំបន្តចាក់ធម្មតាព្រៃអានេះខ្ញុំបរិចរួចហើយអញ្ចឹងបន្តមកគឺខ្ញុំចាក់ធម្មតាហើយបានមកជុំនឹងទៀតមកនេះឥឡូវហ្នឹងគឺខ្ញុំចាក់ពណ៌កាឈូកហ្នឹងគឺខ្ញុំចាក់ធម្មតាបែបហ្នឹងមកអញ្ចឹងត្រឡប់មកខាងនេះវិញគឺខ្ញុំចាក់ធម្មតាចឹងគឺខ្ញុំចាក់ចំនួនធម្មតាចឹងគឺខ្ញុំចាក់ធម្មតានោះអត់មានបរិចអីទេអញ្ចឹងបន្ទាប់ពីខ្ញុំចាក់ពណ៌ផ្កាឈូកបាន2ជួរអញ្ចឹងណាពណ៌នេះខ្ញុំចាក់បាន3ពណ៌ផ្កាឈូកបាន2ជួរអញ្ចឹងបន្ទាប់មកគឺខ្ញុំដូរចូលពណ៌នេះម្ដងណាអញ្ចឹងគឺខ្ញុំចាក់ធម្មតាទៅអត់មានបរិចវាទេអញ្ចឹងត្រង់នេះគឺយើងទាញវាឡើងមកអញ្ចឹងមកហើយត្រង់នេះគឺយើងចាក់វាធម្មតាហើយបន្តមកទៀតគឺយើងបន្លិចវាអញ្ចឹងណានេះឥឡូវនេះគឺខ្ញុំចាក់បានគ្រប់ពណ៌ហើយអញ្ចឹងអានេះខ្ញុំចាក់បរិចវាមកអញ្ចឹងណាហើយនេះខ្ញុំចាក់ស្មើធម្មតាទេគឺខ្ញុំអត់មានបរិចអីទេបន្តមកខ្ញុំចូលពណ៌នេះវិញណាអញ្ចឹងពណ៌នេះវិញគឺខ្ញុំចាប់ផ្ដើមបរួមវាចូលវិញអញ្ចឹងណាអញ្ចឹងបន្តមកគឺខ្ញុំប្រើពណ៌ហ្នឹងដើម្បីបរួមវាវិញអញ្ចឹងបន្តមកគឺខ្ញុំចាប់ផ្ដើមបរួមវាវិញខ្ញុំចូលដល់ពណ៌មួយនេះវិញអញ្ចឹងណាអញ្ចឹងខ្ញុំតចូលពណ៌ហ្នឹងមកភ្ជាប់វាតបែបហ្នឹងណាមួយហើយយើងចាប់ដើមចាក់ធម្មតាចេះមកយើងចាក់ធម្មតាដូចនេះវិញអញ្ចឹងបន្តមកយើងចាក់អញ្ចឹងណាសូកចូលអញ្ចឹងអានេះខ្ញុំចាក់ចំនួន24ណាយើងចាក់ដល់កន្លែងនេះមកចំនួន24សិនមកអញ្ចឹងនេះខ្ញុំចាក់មកដល់កន្លែងជើងលបងទី24ណាហ្នឹងអញ្ចឹងអានេះខ្ញុំភ្ជាប់វាអញ្ចេះទៀតហើយបើខ្ញុំភ្ជាប់វាផលិតវាតែមួយណាអញ្ចឹងថាពីរហ្នឹងខ្ញុំយកវាតែមួយទេហើយបន្តមកទៀតគឺខ្ញុំសក់វាចូលក្នុងនឹងទៀតមកហើយយើងសក់ចូលក្នុងនេះយើងផលិតវាអត់អស់ទេយើងផលិតវាតែប៉ុណ្ណេះទេហើយយើងយកនេះសក់ចូលក្នុងនេះទៀតមកហើយយើងអត់ផលិតអស់ទេគឺយើងទុកវាប៉ុណ្ណេះហើយយើងយកនេះសក់ចូលក្នុងនេះហើយយើងផលិតវាតែប៉ុណ្ណេះអញ្ចឹងមានថាប្រឡោះ3ហ្នឹង1 2 3ហ្នឹងគឺយើងចាក់មកភ្ជាប់គ្នាតែមួយអញ្ចឹងគឺយើងបរួមវាវិញណាហើយយើងចូលលក្ខណៈបរួមវាវិញហើយបន្តមកទីនេះគឺ3ដូចគ្នាដែរ1អានេះយើងផលិតវាអត់ប៉ុណ្ណេះមក2 3
វា3ប្រលាស់ហ្នឹងយើងចាក់វាជាប់គ្នាចេះមកចឹងណាចូលលក្ខណៈមួយចេះវិញរួចហើយយើងចាប់ដើមបន្តទៀតនេះយើងចាក់វាមួយយើងអត់មានបលិចវាអស់ហ្នឹងណារួចហើយយើងសក់នេះមកយើងសក់ចូលនេះមួយទៀតអញ្ចឹងយើងធ្វើវាបែបនេះណាអញ្ចឹងយើងបរួមមកនេះយើងបរួម2ចូល1 3ចូល1 3ចូល1 2ចូល1រួចហើយនេះយើងចាក់ធម្មតាវិញមកយើងចាក់ធម្មតានេះអញ្ចឹងអានេះយើងបរួមណាប្តីខាងនេះយើងនេះអញ្ចឹងអានេះយើងចាប់ដើមបរួមវាឲ្យវាចូលគ្នាចេះវិញណាអញ្ចឹងអានេះយើងបរិច3 2 3 3 2អញ្ចឹងយើងបរួម2 3 3 2វិញអញ្ចឹងយើងបរួមវាអញ្ចឹងវិញអញ្ចឹងខ្ញុំបន្តចាក់មកដល់ចុងនេះទៀតសិនមកអញ្ចឹងខ្ញុំចាប់ដើមចាក់ម្ដងនេះហើយអញ្ចឹងថ្ងៃនេះខ្ញុំបរួមវាអញ្ចឹងម្ដងនេះហើយអញ្ចឹងខាងនេះគឺខ្ញុំត្រឡប់វាមកខាងនេះធម្មតាគឺខាងនេះគឺខ្ញុំអត់មានបរិចបរួមអីទេគឺខ្ញុំចាក់វាស្មើរហូតមកដល់ចុងនេះមកអញ្ចឹងខ្ញុំចាក់វាស្មើមកដល់ចុងនេះណានេះឥឡូវខ្ញុំចាក់ម្ដងនេះហើយអញ្ចឹងខ្ញុំបរិចនេះហើយខ្ញុំចាក់ស្មើវាម្ដងត្រឹមនេះអញ្ចឹងបន្តមកគឺខ្ញុំឡើងលើមួយទៀតអញ្ចឹងខ្ញុំចាក់ម្ដងជើងលបងទី21អញ្ចឹងខ្ញុំរាប់ពីនេះរហូតមកដល់ទី21សិនអញ្ចឹងខ្ញុំចាក់ម្ដងជើងលបងទី20ហើយអញ្ចឹងជើងលបងទី21ហ្នឹងគឺខ្ញុំចាក់បែបនេះណាអញ្ចឹងនេះខ្ញុំចាក់មកដល់ជើងលបងទី20ហើយអញ្ចឹងជើងលបងទី21វិញគឺខ្ញុំចាក់បែបនេះហើយខ្ញុំបលិចវា2ខ្ញុំអត់បលិចអស់ទេហើយខ្ញុំសកវាមកចូលនេះទៀតមកហើយនេះខ្ញុំបលិចវាអស់អញ្ចឹងមានថា2ប្រឡោះនេះខ្ញុំយក1ហើយបន្តមកបន្តទៀតគឺខ្ញុំចាក់3ខ្ញុំយក1អញ្ចឹងខ្ញុំបលិច1ហើយនេះមករោទៀតនឹងមកគឺខ្ញុំបលិចវាត្រឹមនេះមកណាហើយបន្តមកទៀតគឺ3ចឹងមានថាតែ1 2 3ប្រឡោះនេះគឺខ្ញុំយកវាតែមួយទេគឺខ្ញុំដាក់ភ្ជាប់វាតែមួយបែបនេះណារួចហើយទីនេះគឺខ្ញុំយក3ទៀតចឹង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3 ប្រលាស់ហ្នឹងនេះអញ្ចឹង3ប្រលាស់ហ្នឹងណាគឺខ្ញុំភ្ជាប់វាទៅមួយអញ្ចឹងមានថាខ្ញុំបរួមវាចូលវិញ2 3 3អញ្ចឹងបន្តមកទៀតគឺខ្ញុំចាក់2នេះគឺខ្ញុំចាក់2ម្ដងណាអញ្ចឹងខ្ញុំផ្លេចអានេះមានថា2នេះ3 3អានេះ2អញ្ចឹងក្រោយមកទៀតគឺខ្ញុំចាក់ធម្មតាផ្លេចទាំងអស់ធម្មតាបែបនេះណាអញ្ចឹងអានេះយើងចូលវគ្គបរួមវិញណាពីមុនយើងបរិចឥឡូវយើងបរួមវាវិញនេះយើងបរួមវាចូលគ្នាចូលក្នុងវិញបែបហ្នឹងណានេះអញ្ចឹងយើងបរួមវាចូលក្នុងវិញបែបហ្នឹងអញ្ចឹងខ្ញុំបន្តចាក់មកដល់ចុងនេះសិនអញ្ចឹងនេះខ្ញុំចាក់មកដល់ត្រឹមនេះហើយអញ្ចឹងខ្ញុំបន្តចាក់ត្រឡប់វាទៀតណាអញ្ចឹងអានេះគឺខ្ញុំចាក់ធម្មតាមកអត់មានបរិចបរួមទៀតទេអញ្ចឹងគឺខ្ញុំចាក់អានេះគឺខ្ញុំចាក់ម្ដងនេះគឺចាក់ធម្មតាអញ្ចឹងនេះខ្ញុំចាក់វាពីនេះមកគឺខ្ញុំអត់មានបរិចបរួមទេគឺខ្ញុំចាក់វាស្មើម្ដងត្រឹមនេះអញ្ចឹងណាអញ្ចឹងម្ដងនេះគឺខ្ញុំចាប់ដើមចាក់ត្រឡប់វាមកខាងនេះណាចានេះខ្ញុំចាក់ធម្មតាចេះហើយបន្តបានគឺខ្ញុំចាក់ចេះចឹងខ្ញុំចាក់វារហូតដល់បានជើងដំបងទី18រាប់ពីនេះមកដល់ជើងដំបងទី18សិនអញ្ចឹងត្រង់នេះទី17ណាអញ្
ចឹងយើងលបងទី18គឺយើងចាក់វាអត់បលិចទាំងអស់យើងទុកវាប៉ុណ្ណេះហើយយើងសក់វាចូលទៅបាន2ប្រលាស់អញ្ចឹងណាហើយបានយើងបលិចវាអស់អញ្ចឹងហើយយើងចូលដល់មួយទៀតគឺយើងចាក់ប្រលាស់អត់បលិចវាទេរហូតដល់បាន3រាន់ណានេះបាន1 2 3ហើយបានយើងបលិចវាទាំងអស់បែបនេះណាហើយបន្តមកទៀតគឺយើងធ្វើអញ្ចឹងទី3នឹងមួយទៀត1 2 3ចឹងយើងបលិចវាអញ្ចឹងយើងថានេះអានេះ2មកប្រឡាស់3មកប្រឡាស់3មកប្រឡាស់អញ្ចឹងបន្តមកទៀតគឺយើងចាក់2នឹងមកប្រឡាស់យើងចាក់បែបនឹងគឺយើងបរួមនេះ2 3 3 2នេះ2 3 3 2អញ្ចឹងបន្តមកទៀតគឺយើងចាក់ធម្មតាចឹងគឺយើងចូលបរួមវាវិញអញ្ចឹងណានេះគឺយើងបរួមវាចូលវិញបែបនេះនេះគឺយើងបរួមវាចូលវិញបែបហ្នឹងណាហើយនេះយើងបរិចឡើងមកហើយយើងចាក់ស្មើហើយនេះយើងបរួមវាចូលក្នុងមកវិញអញ្ចឹងយើងបន្តចាក់រហូតមកដល់ជាប់នេះសិនអញ្ចឹងខ្ញុំចាក់វាម្ដងនេះហើយអញ្ចឹងខ្ញុំចាប់ដើមត្រឡប់វាម្នេះវិញគឺខ្ញុំចាក់ស្មើអត់មានបរិចបរួមទេចឹងខ្ញុំបន្តចាក់វារហូតម្ដងនេះទៀតសិននេះឥឡូវគឺខ្ញុំចាក់វាម្ដងនេះវិញហើយអញ្ចឹងណានេះឥឡូវគឺខ្ញុំចាក់បានប៉ុណ្ណេះហើយអញ្ចឹងអានេះខ្ញុំចាក់1 2 3អានេះ2 2 2 2អានេះ2អានេះ3អញ្ចឹងគឺវារៀងកោងបែបហ្នឹងណាហើយយើងចាប់ផ្ដើមបរិចវាមកស្មើទៅហើយយើងបរួមវាចូលវិញណាអញ្ចឹងមកដល់កន្លែងនេះគឺយើងត្រឡប់វាទៅខាងខុសសិនណាត្រឡប់វាមកខាងខុសបែបនេះមករួចហើយយើងចាក់បែបនេះណាយើងចូលអាខាងក្នុងណានេះយើងចាក់វាបែបហ្នឹងហើយយើងទាញវាបលិចវាមកអញ្ចឹងណាហើយយើងចូលអាខាងក្នុងនេះហើយនេះខាងក្នុងដូចគ្នាដែរអញ្ចឹងណានេះហើយយើងចូលអាខាងក្នុងនេះមកសក់ចូលចេះមកចឹងត្រង់នេះគឺយើងយកនេះមួយទៀតមកហើយយើងចាក់វាឡើងមកចេះមកនេះអញ្ចឹងខាងនេះខាងត្រូវនេះឥឡូវកំពុងខ្ញុំចាក់បានរៀងបែបនឹងហើយនេះចំហៀងវាអញ្ចឹងឥឡូវខ្ញុំចាប់ដើមចាក់ពីលើទៀតណាគឺខ្ញុំប្រើអំបោះពណ៌ផ្កាឈូកនេះអញ្ចឹងគឺខ្ញុំចាប់ដើមពីចំណុចនេះទៅណានេះកណ្ដាលហ្នឹងគឺខ្ញុំចាប់ដើមពីត្រង់នឹងទៅបែបហ្នឹងចឹងត្រង់នេះគឺខ្ញុំភ្ជាប់វាជាប់គ្នាគឺ
ហ៊ានវានឹងណាចាគឺខ្ញុំបញ្ចប់វាបែបហ្នឹងណាហើយត្រង់កដាលនេះមួយហើយយើងចាក់ពីលើនេះមួយទៀតចេះមកត្រង់កន្លុកនឹងមួយចេះមកគឺយើងចាក់បែបហ្នឹងណាចឹងគឺយើងមកដល់កន្លែងចំហៀងនេះមួយទៀតយើងបញ្ចប់ពីអានេះមកអានេះណាហើយយើងទាញវាបែបនេះយើងបញ្ចប់វាបែបហ្នឹងណាហើយយើងបន្តចាក់វាទៀតនេះត្រង់នេះយើងចាំមកដល់ចំណុចបញ្ចប់វិញហើយយើងចាក់បែបហ្នឹងមករួចហើយត្រង់នេះគឺយើងចាក់ត្រង់នេះណាselect វាចាយើងសូកចូលប្រឡោះនេះមកហើយយើងទាញវាបលិចវាបែបហ្នឹងណាសូកចូលចេះហើយយើងបលិចវាបែបនេះសូកចូលអញ្ចឹងហើយយើងបលិចវាបែបនេះណាអញ្ចឹងយើងបន្តចាក់បែបនឹងរហូតនេះឥឡូវនេះគឺខ្ញុំចាក់វាបាន8ជួរខ្ញុំចាក់វា1 2 3 4 5 6 7 8អញ្ចឹងខ្ញុំចាក់វាយកប្រវែងប៉ុណ្្នឹងណាអញ្ចឹងឥឡូវខ្ញុំកាត់វាត្រង់នេះណាកន្លែងតំណផនវាអញ្ចឹងខ្ញុំកាត់វាត្រឹមហ្នឹងអញ្ចឹងត្រង់នេះគឺខ្ញុំឆ្កឹះវាចូលមកក្នុងនេះមកណាបែបនេះណាហើយយើងយកខ្សែនឹងចុះមកក្រោមលាក់វាទៅកុំឲ្យឃើញណាអញ្ចឹងបន្ទាប់មកគឺខ្ញុំដាក់ដាច់ឌូតណាដាច់ឌូតហ្នឹងគឺខ្ញុំដាក់នៅចំកណ្ដាលនេះណាអញ្ចឹងនេះដាក់នៅចំកណ្ដាលនេះមកហើយយើងយកអំបោះហ្នឹងមកដេរភ្ជាប់វាមកនេះឥឡូវគឺខ្ញុំដេរវារួចអស់ហើយណាគឺយើងដេរវាសងខាងអញ្ចឹងមកដាក់កណ្ដាលអញ្ចឹងណាហើយត្រង់នេះគឺខ្ញុំប្រើកន្លះកលឹះនេះណាចឹងខ្ញុំយកកលឹះនឹងយកមកដាក់ត្រង់នេះមកយើងដាក់ចូលត្រឹមនេះមកណានេះយើងដាក់ចូលត្រង់នេះមកហើយយើងមានខ្សែយើងយកខ្សែនេះមកនេះយើងដាក់ទៅលើវាបែបនេះមកហើយយើងដាក់ខ្សែវានេះណាខ្សែច្រវាក់អញ្ចឹងណាឥឡូវនេះកាបូបខ្ញុំគឺរួចរាល់ហើយនេះខាងក្នុងវាយើងអាចដាក់ទូរស័ព្ទចូលក្នុងនឹងបាន